នៅព្រឹកថ្ងៃទី10ខែតុលាឆ្នាំ2025លោកស្រីសមាជិកក្រុមប្រឹក្សាឃុំតំណាងឲ្យលោកយិតស៊ីវប្រធានក្រុមប្រឹក្សាឃុំបាននាំយកថវិការបស់លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំនិងថវិកាផ្ទាល់ខ្លួនរបស់លោកស្រីសមាជិកក្រុមប្រឹក្សាឃុំស្មានជំនួយការដើម្បីចូលរួមពិធីបុណ្យរំលែកទុក្ខទៅដល់គ្រួសារនៃសពលោកទូចវឿនដែលបានទទួលមរណភាពកាលពីថ្ងៃទី8តុលាឆ្នាំ2025នៅភូមិស្លែងឃុំជំរះពេញសុខកំរោងខេត្តតាកែវវេលានោះដែរអស់លោកសមាជិកក្រុមប្រឹក្សាគុំក៏បានរៀបចំជូននូវសម្បត្តិមរណភាពជូនទៅដល់គ្រួសារនៃសពតាទីកន្លែងផងដែរសូមអរគុណបាទអរគុណតាមនាមជំនួសឲ្យក្រុមគ្រួសារនៃសពមានសាច់លោកតាអុយលោកវិវាអូនមីងជាភរិយាកូនចៅនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលគុំជាពិសេសថវិកាក្រុមការងាររដ្ឋាភិបាលក៏ជួយគុំមូលដ្ឋានគុំជំរះពេញមានចំនួន100000ក្រុមលោកលេខឃុំព្រមទាំងក្រុមការគុំចំនួន50000អញ្ចឹងបច្ច័យស្រុកចំនួន150000អញ្ចឹងសូមក្នុងនាមខ្ញុំជាពូក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅហើយក៏បានមានជំនួសឲ្យក្រុមគ្រួសារសូមលើកដៃត្បូងរងដល់អស់ប្រពន្ធទេវតាថែរក្សាក្នុងលោកណាជួយបីបាច់គ្រប់គ្រងជួយបន់បន្តដល់លោកទាំងអស់បានប្រកបដោយសុខភាពល្អទទួលជោគជ័យជំនះគ្រប់គ្រាកិច្ចការងារអ្វីបានប្រកបដោយបំណងប្រាថ្នាសូមអនុមោទនា